បាទសួស្តីបាទបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃសៅរ៍ទី11ខែកញ្ញាឆ្នាំ2025បាទឥឡូវនេះខ្ញុំបានធ្វើដំណើរទៅតាមបាទភ្លឺប្រឡាយបាទដែលឆ្ពោះទៅប្រាសាទសែនភូវៀងបាទអញ្ចឹងនេះគឺជាផ្លូវចូលប្រាសាទសែនភូវៀងដែលយើងចុះពីបាទផ្លូវកស៊ូដែលមកខាងកើតភ្នំជីសូរមកហើយយើងចុះមកតាមផ្លូវអឺភ្លឺព្រែកហ្នឹងបាទអញ្ចឹងផ្លូវនេះវាមានលក្ខណៈបាទពិបាកជិះបន្តិចខែនេះបាទឡានអីគឺមកយើងជិះគ្នាអត់រួចទេយើងធ្វើដំណើរបានទៅតាមម៉ូតូទេបាទហើយទេសភាពខែនេះគឺសម្បូរទៅដោយបាទពណ៌បៃតងបាទហើយទឹកពេញបន្លាយអស់ហើយបាទហើយស្រូវក៏ល្អដែរបាទខែនេះអញ្ចឹងហើយបាទនេះជើងភ្នំជីសូរយើងនេះខាងប៉ែកខាងកើតនេះឃើញទេយើងមើលទៅនេះឃើញប្រាសាទភ្នំជីសូរបាទទេសភាពស្អាតមែនទែនបាទខ្ញុំមកពេលម៉ោងប្រហែលជា10បាទហើយធ្វើដំណើរតាមផ្លូវនេះដោយម៉ូតូបាទហើយបើយើងជិះឡានមកក៏ពិបាកបន្តិចដែរបើសិនជាមានឡានមួយទៀតបរមកពីខាងជើងហ្នឹងយើងទៅគឺពិបាកក្នុងការជិះគ្នាអញ្ចឹងហើយជាហេតុធ្វើឲ្យប្រាសាទនេះពុំសូវមានអ្នកចូលទៅទស្សនាទេបាទមានតែជិះម៉ូតូទៅបាទបានម្នាក់ពីរនាក់អីចឹងទៅបាទហើយមើលទៅវាអត់មានការទាក់ទាញនឹងការផ្លូវចូលវាបាទអញ្ចឹងសំណូមពរឲ្យលោកបាទអាជ្ញាធរបាទបានជួសជុលផ្លូវហ្នឹងឬក៏ពង្រីកផ្លូវហ្នឹងឲ្យធំមកធ្វើជាផ្លូវក្រាលគ្រូក្រហមឲ្យបរិយាឲ្យមានផ្លូវហ្នឹងឡានចេញចូលជិះគ្នារួចទៅបាទដើម្បីជួយបាទអភិរក្សនៅតំបន់ប្រាសាទយើងបាទដែលកសាងយូរហើយណាកសាងយូរហើយប្រាសាទសែនព្រេះនេះតាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1បើតាមដែលខ្ញុំដឹងបាទនៅសតវត្សទី11បាទអញ្ចឹងខាងមុខនោះបាទយើងទៅដល់ប្រាសាទឡើយនេះបាទខ្ញុំជិះទៅប្រហែលជា1គីឡូដីបាទពីផ្លូវយើងចុះពីផ្លូវកស៊ូខាងកើតភ្នំជីសូរហ្នឹងមកបាទយើងធ្វើដំណើរមកត្រង់មកបុកចំប្រាសាទហ្នឹងហើយបាទដោយសារប្រាសាទនេះគឺដោយសារតែផ្លូវពិបាកពេកបើតាមខ្ញុំស្មានមើលបានជាមិនសូវមានបងប្អូនទៅចូលរួមទស្សនាអីបាទនេះទឹកប្រាសាទយើងដល់ហើយបាទអញ្ចឹងប្រាសាទនៅស្អាតមែនទែននេះបាទអូស្អាតណាស់បងប្អូនមើលទៅចែងចាំងតែម្ដងបាទហើយប្រាសាទនេះដែរគឺយើងកសាងអំពីថ្មបាយក្រៀមបាទកសាងពីថ្មបាយក្រៀមបាទនេះអូផ្លូវបន្លាយទឹកខ្វាត់ខ្វែងក្បែរប្រាសាទហ្នឹងខ្ញុំមើលនេះមានសិតផ្លូវទាំងអស់បាទបើសិនបើយើងរៀបចំឲ្យល្អខ្ញុំគឿថានឹងមានភ្ញៀវទេសចរមកទស្សនាប្រាសាទអឺនេះមិនចាញ់ប្រាសាទភ្នំជីសូរប៉ុន្មានទេបាទនេះគឺជាទិដ្ឋភាពរបស់ប្រាសាទបាទនៅខាងកើតនេះបែរខាងកើតបាទយើងមើលមើលអញ្ចឹងប្រាសាទនេះឡើងគឺឈ្មោះថាប្រាសាទសែនពោះវៀងឬក៏ប្រាសាទសែនរវៀងដែលកសាងឡើងនៅក្នុងសតវត្សទី11ក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាដែលក្នុងនោះដែរគេក៏ឃើញមានព្រះអធិធាតុឬក៏ចេតយៈឬក៏ចាយដៃនៅក្នុងប្រាសាទហ្នឹងគឺគេតម្កល់ព្រះអឺពុទ្ធបដិមាករបាទចឹងប្រាសាទការកសាងប្រាសាទនេះឡើងហ្នឹងយើងមើលគឺដើម្បីអឺក្នុងការអភិវឌ្ឍបាទវប្បធម៌របស់ខ្មែរយើងបាទយ៉ាងសំខាន់បាទនេះដើម្បីពង្រីកឥទ្ធិពលរហូតដល់អាណាចក្រអង្គរអីចឹងទៅបាទចឹងយើងមើលប្រាសាទនៅក្នុងសម័យហ្នឹងគឺកសាងភាគច្រើនគឺពីថ្មបាយក្រៀមដូចជាប្រាសាទភ្នំជីសូរដូចគ្នាបាទនេះសិតតែកសាងពីថ្មបាយក្រៀមយើងមើលគ្រឹះប្រាសាទấyនៅរឹងមាំទេកន្លែងនេះគ្រាន់តែខាងវាមានស្មៅមានអីចឹងទៅដូចថាយើងខែឧស្សាហ៍ហើយយើងមិនដែលបានចាក់ថ្មឬក៏គ្រួអីបាទដោយសារយើងអត់សូវបានថែរក្សាវាបាទតែប្រាសាទគឺមើលទៅនៅស្អាតនេះយើងមើលសភាពរបស់វាបាទហើយថ្ងៃនេះថ្ងៃសៅរ៍មានក្មេងៗមក3 4ម៉ូតូដែរបាទហើយនេះគឺជាអាស្រមឬក៏បាទសាលាឆទានអីទេបាទមានតម្កល់រូបពុទ្ធបដិមាករដែរសម្រាប់ទៅគោរពបូជាអីនេះមានផ្កាដាំក្បែរហ្នឹងបាទហើយជុំវិញសិតស្មៅបាទនេះអញ្ចឹងនេះថ្មបាយក្រៀមនេះធ្លាក់បាក់បែកនេះគឺសភាពនៃវាបាក់បែកបាទនេះមានស្មៅដុះច្រើនមែនទែនបាទដោយសារយើងអត់សូវបានថែរក្សា
បាទអញ្ចឹងនេះបាទយើងមើលកន្លែងនេះវាជិតដួលអញ្ចឹងក៏មានអាជ្ញាធរគាត់រៀបចំបាទដែកដាក់គ្រោងដែកដើម្បីទប់កុំឲ្យបាទជញ្ជាំងប្រាសាទនឹងវាបាក់រលំមកថែមទៀតបាទអញ្ចឹងអាប៉ែកខាងលិចហ្នឹងគឺវាមានសភាពដូចថាចង់បាក់បន្តិចដែរបាទហើយជ្រុងខាងនេះគឺនៅល្អដែរនេះមើលទៅគឺនៅស្អាតមែនទែននៅបាទសភាពដូចបាទទើបកសាងថ្មីថ្មីអញ្ចឹងហើយនេះស្អាតមែនទែនចែងចាំងបាទខែនេះបាទនេះជ្រុងនេះក៏បាទនៅស្អាតទាំងអស់ដូចគ្នាបាទអញ្ចឹងប្រសិនបើបាទបងប្អូនមកខែនេះក៏មានទឹកមានអីខាងគឺពិបាកដើរបន្តិចយើងមើលប៉ែកខាងក្នុងប្រាសាទគឺក៏នៅសភាពស្អាតដូចគ្នាបាទនេះអត់មានសម្រាមអត់មានអីទេបាទគឺមានលោកតាអាចារ្យពីរនាក់ដែរគាត់នៅអង្គុយចាំបាទប្រាសាទនឹងគាត់នៅមើលថែបាទអញ្ជាងអីនៅស្អាតមែនទេបងប្អូនបាទគឺនៅសភាពល្អទាំងអស់នេះអួចបើអីនេះបាទអត់មានអ្នកចោលសម្រាមចោលអីក្នុងនឹងញញទេបាទនេះគឺជាមានដាក់សូឡាទៀតបាទកន្លែងហ្នឹងគឺកន្លែងតម្កល់បដិមាករសម្រាប់គោរពបាទអញ្ចឹងគឺបាទប្រាសាទនេះស្ងាត់ណាស់បងប្អូនមកថ្ងៃសៅរ៍ក៏អត់មានបាទមនុស្សអីច្រើនដែរដោយសារដូចខ្ញុំនិយាយហ្នឹងគឺផ្លូវតូចចង្អៀតហើយខែនេះខែឧស្សាហ៍ទៀតបាទសូមអរគុណសូមជម្រាបលាកុំភ្លេចជួយចុច Subscribe បាទ